កាលព្រះពោធិសត្វយួនកំណត់ជាសត្វសុណក់រស់នៅក្នុងព្រៃស្មោសានដ៏ធំមួយមានសុណក់ជាបរិវារជាច្រើនក្បាលជួនថ្ងៃមួយព្រះរាជាទ្រង់ចេញមកកំសាន្តនៅក្នុងព្រះរាជឧទ្យានពេលនោះមានភ្លៀងមួយមេយ៉ាងធំធ្វើឲ្យទទឹករាជរដ្ឋយប់នោះពួកសុណក់មួយក្រុមបាននាំគ្នាមកអង្គៀមស្បែកនិងព្រាត់រាជរដ្ឋដាច់អស់រលីងព្រឹកឡើងមានអាមាត្យម្នាក់បានមកគាល់ព្រះរាជាទូលប្រាប់ពីបញ្ហានេះទាំងអស់បបិទ្ធព្រះអង្គពួកសុណក់បានចូលមកក្នុងព្រះរាជវាំងហើយបានអង្គៀមស្បែកនិងព្រាត់នៃរាជរដ្ឋអស់ហើយកាលពីយប់មិញនេះក្រាបទូលព្រះរាជាពិរុទ្ធយ៉ាងខ្លាំងហើយបានបញ្ជាឲ្យគេសម្លាប់សុណក់ទាំងអស់មិនថានៅក្នុងក្រុងក្តីក្រៅក្រុងក្តីឬគ្រប់ច្រកល្ហកណាក្តីលើកលែងតែសុណក់នៅក្នុងព្រះរាជវាំងប៉ុណ្ណោះដោយភិតភ័យតក់ស្លុតនិងសេចក្តីស្លាប់សុណក់ទាំងឡាយបាននាំគ្នារត់ចូលព្រៃស្មោសានដើម្បីមកជួបនឹងសុណក់ពោធិសត្វហើយបានរាយរាប់ប្រាប់រឿងទាំងអស់ដល់សុណក់ពោធិសត្វសុណក់ពោធិសត្វបានចិញ្ចឹមគិតឃើញថាធម្មតានៅក្នុងព្រះបរមរាជវាំងមានការយាមកាមតឹងរឹងណាស់សុណក់ខាងក្រៅមិនអាចចូលព្រះរាជវាំងបានទេហេតុនេះប្រកាសជាសុណក់ក្នុងរាជវាំងជាអ្នកអង្គិមមិនខានបើដូច្នេះមានតែអាត្មាអញបង្ហាញមុខចំពោះព្រះរាជាហើយទើបបានដោយបានពិចារណានៅបារមីធម៌ដែលខ្លួនបានសាងកន្លងរួចមកសុណក់ពោធិសត្វបានអធិដ្ឋានរហូតធ្វើដំណើរចូលព្រះបរមរាជវាំងបានដោយសុវត្ថិភាពព្រះរាជាទតឃើញដូចនេះទើបទ្រង់ព្រះចិន្តាថាសត្វសុណក់នេះមិនធម្មតាទេបានជាហ៊ានចូលមកទីនេះប្រកាសជាមានហេតុអ្វីមួយសំខាន់ជាមិនខានព្រះរាជាទ្រង់បានហាមឃាត់មិនឲ្យគេសម្លាប់សុណក់នេះទេសុណក់ពោធិសត្វឃើញឱកាសល្អក៏ថ្វាយបង្គំព្រះរាជាបន្ទាប់មកទើបសុណក់ពោធិសត្វធ្វើការទូលពន្យល់ទ្រង់ជាក្រោយថាបបិទ្ធព្រះរាជាព្រះអង្គបញ្ជាឲ្យគេសម្លាប់សុណក់ទាំងអស់លើកលែងតែសុណក់នៅក្នុងរាជវាំងការសម្រេចព្រះទ័យរបស់ព្រះអង្គមិនយុត្តិធម៌ទេព្រោះថាសុណក់កើតក្នុងរាជត្រកូលបរិបូរដោយពណ៌សម្បុរក៏ជាសុណក់ដែរចុះហេតុអ្វីព្រះអង្គចេញបញ្ជាឲ្យសម្លាប់តែសុណក់អនាថាប៉ុណ្ណោះអ្នកពិតជាឆ្លាតមែនតើអ្នកដឹងទេថាសុណក់ឯណាជាអ្នកអង្គៀមស្បែករាជរដ្ឋរបស់យើងទេបបិទ្ធព្រះរាជាគឺសុណក់ក្នុងរាជវាំងរបស់ព្រះអង្គជាអ្នកអង្គៀមស្បែកនិងព្រាត់នៃរាជរដ្ឋនេះទូព្រះបង្គំនិងបង្ហាញការពិតថ្វាយព្រះអង្គក្រាបទូលគ្រានោះសុណក់ពោធិសត្វបានឲ្យគេច្របល់ស្មៅជាមួយនឹងទឹកដោះគោហើយឲ្យសុណក់ក្នុងវាំងផឹកក្រោយពេលផឹកហើយសុណក់ទាំងនោះក៏ក្អួតចេញមកនៅកំទេចស្បែកព្រាត់រាជរដ្ឋទាំងអស់នៅចំពោះព្រះភ័ក្ត្រព្រះរាជាព្រះរាជាក៏ប្រទានអភ័យដល់សុណក់ទាំងអស់ហើយតាំងនៅក្នុងអាវាតនៃសុណក់ពោធិសត្វជារៀងដរាបព្រះរាជាក្នុងកាលនោះក៏បានមកជាព្រះអានន្ទចំណែកគុកុរៈបណ្ឌិតគឺសុណក់ពោធិសត្វនោះបានយូនកំណើតមកជាតថាគតនេះឯងទឹកចិត្តករុណាប្រាជ្ញាឆ្លាតវាងវៃនិងសេចក្តីក្លាហាននាំឲ្យបានសម្រេចបំណងរឿងចៅអាចសេះមានចៅមាណពក្រីក្រម្នាក់រស់នៅជាខ្ញុំបម្រើសេដ្ឋីស្នាក់នៅក្នុងខ្ទមមួយក្បែរមាត់ទន្លេលោកសេដ្ឋីឲ្យខ្វៀលសេះប្រហែល50ក្បាលមាណពជាមនុស្សចូលចិត្តជួយទុកធុរៈអ្នកដទៃព្យាយាមរំលឹកគុណព្រះពុទ្ធគ្រប់ពេលវេលាហើយឧស្សាហ៍ធ្វើការងារមិនទំនេរដៃធ្វើឲ្យសេដ្ឋីពេញចិត្តណាស់នៅពេលបោសសម្អាតក្រោលសេះចៅមាណពមិនបោសអាចសេះចោលទេប្រមូលកើបច្រកទុកជាច្រើនការ៉ុងព្រោះមាណពគិតថាអាចប្រើការបានជាប្រយោជន៍ផ្សេងទៀតបើយកចោលទៅដូចជាស្ដាយថ្ងៃមួយមានសំពៅ500មកពីប្រទេសចិននាំទំនិញមកលក់ចៅអាចសេះបានជួបជាមួយនាយសំពៅប្រាប់គេថាខ្លួនជាមិត្តរបស់ស្ដេចប្រទេសចិនសូមផ្ញើរបស់ខ្លះទៅថ្វាយស្ដេចចិនផងចៅមាណពមិនប្រាប់នាយសំពៅថាជារបស់អ្វីឡើយនាយសំពៅក៏ព្រមទទួលហើយឲ្យអ្នកដើរសំពៅរបស់ខ្លួនជញ្ជូនការ៉ុងអាចសេះប្រហែលជា400ការ៉ុងដាក់ក្នុងសំពៅរួចចេញដំណើរទៅប្រទេសចិនវិញសំពៅបើកកាត់សមុទ្រអស់រយៈពេលជាច្រើនថ្ងៃ
ទើបទៅដល់ប្រទេសចិនដូចបំណងពេលត្រឡប់មកដល់ប្រទេសចិននាយសំពៅចូលគល់ព្រះរាជាយកការ៉ុងទាំងនោះទៅថ្វាយព្រះអង្គព្រះរាជាងឿងឆ្ងល់ព្រោះគ្មានមិត្តនៅស្រុកខ្មែរសោះពេលបើកការ៉ុងឃើញសុទ្ធតែដុំមាសព្រះរាជាសោកព្រះទ័យណាស់ព្រះរាជាខំគិតយ៉ាងណាក៏គិតមិនឃើញថាមិត្តចិត្តល្អផ្ញើមាសដ៏ច្រើននេះជាអ្នកណាទ្រង់មិនដឹងជាបានអ្វីតបស្នងទៅវិញទើបឲ្យគេធ្វើស្ករដាក់រាជបុត្រីព្រះអង្គដែលមានសម្រស់ដាច់ស្រីនានាផ្ញើទៅឲ្យចៅអសេសព្រមទាំងឲ្យកន្សែងបក់បោយមួយដល់បុត្រីព្រះអង្គទុកសម្រាប់ពេលមានការចាំបាច់រាជបម្រើសែងស្គរមកឲ្យចៅអសេសប្រាប់ថាស្ដេចប្រទេសចិនផ្ញើមកឲ្យចៅអសេសឆ្ងល់ណាស់មិនដឹងថានៅក្នុងស្គរនោះមានអ្វីព្រោះមើលទៅដូចជាធ្ងន់ចម្លែកចៅអសេសឲ្យរាជបម្រើសែងស្គរយកទៅទុកក្នុងរោងដាក់សេះចៅអសេសចងភៀវស្គរធំក្នុងរោងសេះរាល់ថ្ងៃពេលបញ្ចេញសេះទៅស៊ីស្មៅរួចចៅអសេសយកសេះទាំងអស់ទៅដុសលាងសម្អាតនៅមាត់ទន្លេក្រោយពេលបញ្ចូលសេះក្នុងរោងរួចរាល់ចៅអសេសទៅវាយស្គរលេងកែអបសុកពេលចៅអសេសចេញទៅខ្វៀលសេះបាត់រាជធីតាក៏ចេញពីក្នុងស្គរមកប្រើកន្សែងបក់បោយជប់ចេញជាចំណីអាហារដ៏មានឱជារូបទុកឲ្យចៅអសេសរួចក៏ចូលទៅក្នុងស្គរវិញចៅអសេសមកពីហត់នឿយឃើញម្ហូបចំណីរៀបចំទុកស្រាប់គេឆ្ងល់ណាស់តែឃ្លានពេកសម្រាប់ចិត្តហូបសិនព្រោះមិនដឹងជារបស់អ្នកណារាជធីតាលបចេញមករៀបចំបាយទឹកឲ្យចៅអសេសជារៀងរាល់ថ្ងៃចៅអសេសទ្រាំលែងបានក៏លបចាំមើលចៅកំសត់បានឃើញរាជធីតាចេញពីក្នុងស្គរមកប្រើកន្សែងបក់បោយហៅចេញជាម្ហូបចំណីទុកឲ្យខ្លួនក៏ស្រែករកសម្មាសម្ពុទ្ធោជាទម្លាប់រំលឹកដល់ព្រះពុទ្ធរបស់គេចៅអសេសភ័យខ្លាចព្រះរាជធីតាស្មានថាជាព្រេងបិសាចព្រោះឃើញព្រះនាងប្លែកពីមនុស្សធម្មតាចៅមានុបរត់គេចពីព្រះធីតាតែព្រះនាងរត់តាមចាប់គេជាប់រួចប្រាប់រឿងដែលព្រះបិតាព្រះនាងផ្ញើព្រះនាងមកឲ្យចៅអសេសហើយព្រះនាងនឹងគោរពបម្រើមានុបជាស្វាមីបានដឹងរឿងសពគ្រប់ចៅអសេសត្រេកអរណាស់មិនស្មានថាខ្លួនមានភពវាសនាយ៉ាងនេះក្នុងពេលរាត្រីព្រះធីតាបួងសួងដល់កន្សែងបក់កន្សែងបោយជប់ចេញជាប្រាសាទល្អប្រណិតពេលនេះចៅអសេសដែលធ្លាប់តែក្រខ្សត់កំព្រាវេទនាคล้ายទៅជាអ្នកមានទ្រព្យស្ដុកស្ដំរកស្មានមិនដល់នៅក្នុងប្រាសាទនោះមានអ្នកបម្រើឆ្វេងស្ដាំគ្មានខ្វះខាតអ្វីទាំងអស់ធ្វើឲ្យអ្នកភូមិកើតការងឿងឆ្ងល់ជាខ្លាំងព្រោះទីកន្លែងដែលមានតែដីវាលនិងខ្ទមកំសត់ប្រែក្លាយជាប្រាសាទដ៏ល្អវិចិត្រដូចទេពនិមិត្តពួកគេនាំគ្នារត់ទៅប្រាប់លោកសេដ្ឋីថាមានប្រាសាទដ៏ល្អវិចិត្រផុសនៅចំកន្លែងខ្ទមរបស់ចៅអសេសលោកសេដ្ឋីនាំគ្នាទៅមើលឃើញពិតហើយមានចិត្តបារម្ភជាខ្លាំងលោកសេដ្ឋីចូលគល់ព្រះរាជាទូលថ្វាយស្ដេចរឿងប្រាសាទចម្លែកព្រះរាជាទ្រង់ពិភេលក៏ចាត់រាជបម្រើឲ្យទៅលបមើលឲ្យបានជាច្បាស់ថាអ្នកណាចិត្តធំមកសង់ប្រាសាទប្រណាំងប្រជែងនឹងព្រះអង្គបែបនេះរាជបម្រើទៅលបមើលឃើញប្រាសាទរបស់ចៅអសេសធំស្កឹមស្កៃប្រកបមែនក៏ត្រឡប់មកទូលថ្វាយព្រះរាជាព្រះអង្គទ្រង់ខ្ញាល់ចាត់មេទ័ពឲ្យលើករាពណ៌ទៅកំចាត់ចៅអសេស
ដែលហ៊ានសាងសង់ប្រាសាទប្រណាំងនឹងព្រះអង្គមិនកើតក្រែងស្ដេចគ្រប់គ្រងផែនដីចៅអាចសេះផិតភ័យខ្លាំងណាស់ប៉ុន្តែព្រះរាជធីតាធានាចេញទៅទប់ទល់នឹងទ័ពព្រះរាជាព្រះនាងមានកន្សែងបក់បោយជប់ចេញជាពលសេនាដែលមានចំនួនច្រើនរាប់មិនអស់ទ័ពព្រះរាជាចាក់ត្រូវរបួសពលសេនារបស់ព្រះរាជធីតាដួលស្លាប់អស់10នាក់រស់ឡើងវិញដល់ទៅ20នាក់ធ្វើឲ្យទ័ពព្រះរាជាបរាជ័យរត់ខ្ចាត់ខ្ចាយអស់ចៅអាចសេះនិងព្រះធីតាបានឡើងសោយរាជជំនួសស្ដេចអង្គមុនទទួលការកោតគោរពពីប្រជារាស្ត្រព្រោះតែកុសលផលបុណ្យនៃការគោរពព្រះពុទ្ធឥតឲ្យល្អឯងស្ដេចប្រទេសចិនបានទទួលដំណឹងនេះសពព្រះតីខ្លាំងណាស់ព្រោះបុត្រីបានជួបគូក្រងដ៏ល្អរស់នៅសុខសាន្តពីព្រៃនេះមានព្រះរាជាមួយអង្គព្រះនាមព្រះបាទសូរិយាសោយរាជនៅក្រសននគរព្រះមហាក្សត្រនេះមានព្រះអគ្គមហេសីពីរព្រះអង្គទី1គឺព្រះនាមវង្សធ្យាមានព្រះរាជបុត្រពីរព្រះអង្គគឺវរវង្សនិងសូរវង្សទី2គឺព្រះនាមមន្ទាមានព្រះរាជបុត្រមួយព្រះអង្គគឺវៃវង្សាចាប់តាំងពីព្រះរាជបុត្រ3ព្រះអង្គមានព្រះជន្មពេញវ័យកាលណាព្រះនាមមន្ទាជាមហេសីចុងកើតមានសេចក្តីច្រណែនឈ្នានីសដោយខ្លាចរាជសម្បត្តិធ្លាក់ទៅលើព្រះរាជបុត្រនៃមហេសីដើមដូច្នេះព្រះនាងមន្ទាក៏រករឿងញុះញង់បំបែកបំបាក់ជារៀងរាល់ថ្ងៃមួយព្រះរាជកុមារនាំបងប្អូនដើរលេងកម្សាន្តតាមទីធ្លាស្រាប់តែនាងមន្ទាចាប់ព្រះរាជកុមារទាំងពីរយកមកគៀបជាប់នៅចន្លោះផ្លូវហើយស្រែកប្រកុកប្រកាសប្រាប់ឲ្យអ្នកផងឮថាព្រះរាជកុមារទាំងពីរប្រមាថមើលងាយខ្លួនហ៊ានមកចាប់ធ្វើការមិនគប្បីចំពោះមេដាចុងទាំងកម្លាំងព្រះរាជបិតាបានឃើញដូច្នោះខ្ញាល់យ៉ាងខ្លាំងហើយក៏បញ្ជាឲ្យពេជ្ឈឃាតនាំយកកុមារទាំងពីរទៅសម្លាប់ដោយឥតបានពិចារណានោះឡើយប៉ុន្តែដោយបុណ្យបារមីនៃព្រះរាជកុមារនៅក្នុងពេលដែលពេជ្ឈឃាតរៀបនឹងសម្លាប់ទៅហើយព្រះនាងវង្សធ្យាជាមេដាបានទៅទាន់អង្វរពេជ្ឈឃាតសុំកុំឲ្យសម្លាប់ពេជ្ឈឃាតមានចិត្តមេត្តាក៏ជួយពង្វេះកិច្ចចេញពីព្រះនគរព្រះមេដាបានទាំងប្រគល់ឲ្យព្រះរាជកុមារនៅព្រះទម្រង់រាជមួយម្នាក់ផងដែរហើយសន្យាថាដល់គម្រប់10ឆ្នាំឲ្យវិលមកព្រះនគរវិញព្រះរាជកុមារទាំងពីរពងបានទទួលបណ្ដាំព្រះមេដាហើយក៏យាងកាត់ព្រៃប្រឹក្សាផ្សងព្រេងតាមវាសនាដោយទ្រង់អស់ព្រះកាយពលខ្លាំងក៏ទ្រង់ផ្ទុំលក់ក្រោមម្លប់ឈើនាព្រៃដ៏ស្ងាត់ជ្រងំលំដាប់នោះព្រះឥន្ទ្រាធិរាជបានទតយល់ព្រះរាជកុមារភ្លាមក៏និមិត្តជាមន់សមួយមន់ខ្មៅមួយចុះមករកស៊ីនៅក្បែរព្រះរាជកុមារហើយនិយាយថាខ្ញុំជាមន់ខ្មៅបើអ្នកណាបានស៊ីសាច់ខ្ញុំកន្លងទៅតែ7ឆ្នាំនឹងបានសោយរាជចំណែកខ្ញុំជាមន់សក៏ដូច្នោះដែរបើអ្នកណាបានស៊ីសាច់ខ្ញុំកន្លងទៅតែ7ខែនឹងបានសោយរាជមន់ទាំងពីរជជែកគ្នាហើយជល់គ្នានៅចំពោះព្រះភ័ក្ត្រព្រះរាជកុមាររហូតដល់ស្លាប់រៀងៗខ្លួនព្រះរាជកុមារទាំងពីរនឹកឆ្ងល់ក្នុងព្រះទ័យយ៉ាងខ្លាំងហើយដោយឃ្លានអាហារខ្លាំងពេកផងសូរិយវង្សក៏រើសយកមន់សឯវរវង្សក៏រើសយកមន់ខ្មៅយកទៅចំអិនសោយដោយសុខសាន្តលុះសោយសាច់មន់នោះរួចហើយព្រះរាជកុមារទាំងពីរពងក៏ធ្វើដំណើរទៅទៀតអស់រយៈកាល7ខែគត់បានទៅដល់សាលាសំណាក់មួយនៅក្នុងព្រៃនានគរគុណតពបុរីហើយក៏បានរស់នៅទីនោះអស់រយៈពេល9ឆ្នាំនិយាយពីនគរនេះវិញក្រោយពេលដែលព្រះរាជាសោយទីវង្គតទៅនាម៉ឺនសេនាអាមាត្យរៀបចំធ្វើការផ្សងរកអ្នកមានបុណ្យដើម្បីគ្រប់គ្រងរាជសម្បត្តិនៅប្រទេសរបស់ខ្លួនការដែលបានរៀបក្បួនស្រេចហើយក៏ធ្វើដំណើរចេញទៅដោយឲ្យរាជចន្ទ្រៈដែលតាំងបុស្សបុកនៅមុខគេបង្អស់ហើយអធិដ្ឋានថាបើអ្នកណាជាអ្នកមានបុណ្យសូមឲ្យរាជចន្ទ្រៈនេះឈប់ភ្លាមនៅចំពោះមុខអ្នកដែលមានបុណ្យនោះការដែលរាជចន្ទ្រៈមកដល់សាលាសំណាក់ដែលព្រះរាជកុមារទាំងពីរកំពុងតែផ្ទុំលក់ក៏ឈប់នៅស្ងៀមក្រុមសេនាអាមាត្យនាំគ្នាឡើងទៅលើសាលាហើយក៏សូមយាងព្រះអង្គសូរវង្សឲ្យយាងទៅគ្រងរាជសម្បត្តិនៅគុណតពបុរីទៅព្រះអង្គពុំព្រមទទួលសោះដោយប្រកែកថាគ្មានសមត្ថភាពតែសេនាមាត្យមិនព្រមនាំគ្នា3ត្រកងលើកដាក់នៅលើបុស្សបុកហើយក៏
ក៏ហែទៅកាន់រាជធានីនឹកអាល័យដល់វរវង្សជាប្អូនខ្លាំងណាស់សូមឲ្យសេនាមាត្យយកវរវង្សជាប្អូនទៅផងតែគេមិនព្រមយកលុះទៅដល់ព្រះនគរក៏រៀបចំព្រះរាជអភិសេកសូរវង្សជាមួយនឹងព្រះនាងសបុប្ផាជាព្រះរាជបុត្រីនៃព្រះអតីតមហាក្សត្រនគរនេះនឹងថ្វាយរាជជាព្រះមហាក្សត្រដោយសុខសាន្តវរវង្សពេលក្រោកឡើងបាត់ព្រះរាមពុំឃើញក៏ទ្រង់ព្រះកន្សែងព្រួយព្រះハរតីយ៉ាងខ្លាំងដើរស្រែកដង្ហោយពីពេញព្រៃតែមិនឃើញសោះវរវង្សអស់សង្ឃឹមមិនដឹងទៅរកឯណាក៏យាងកាត់ព្រៃតាមដានជើងដំរីរីកនោះទៅដល់វាំងនៃព្រះរាមសុំអ្នកយាមទ្វារចូលទៅរកតែគេមិនព្រមឲ្យចូលដោយគំរាមកំហែងថែមទៀតផងព្រះអង្គក៏កិច្ចចេញពីទីនោះទៅតាមយថាកម្មលុះដើរកាត់ព្រៃអស់រយៈពេល5យប់5ថ្ងៃទើបបានទៅដល់ផ្ទះដូនចាស់ម្នាក់នៅក្បែរវាំងនៃព្រះរាជានាមព្រះបាទធរណិតនានគរមួយហើយសុំដូនចាស់នោះនៅស្នាក់អាស្រ័យមួយយប់ផងដូនចាស់ក៏យល់ព្រមឲ្យស្នាក់នៅដោយរីករាយតែដូនចាស់អប្រិយនោះបានឃើញព្រះទម្រង់ព្រះអង្គនឹកស្មានថាជាចៅលួចរបស់ព្រះរាជទ្រព្យក៏ចូលទៅទូលព្រះរាជាព្រះរាជាទ្រង់ពិរោធខ្លាំងណាស់បញ្ជាឲ្យគេចាប់ចងព្រះអង្គយកទៅសួរចម្លើយទោះបីព្រះអង្គឆ្លើយថាអត់ទេព្រះទម្រង់នេះគឺជាគេដំណែពីម្ដាយរបស់ខ្លួនក៏ដោយចុះក៏ព្រះរាជានៅតែចោទថាជាចៅហើយបញ្ជាសេនាធិហានឲ្យចាប់យកទៅដាក់ក្នុងទ្រុងដែកសែនទារុណថ្ងៃមួយមានយក្សកំណាចបានចូលទៅរាតត្បាតនគរជ័យបុរីដែលមានព្រះមហាក្សត្រព្រះនាមព្រះបាទសោទត្តជាមិត្តស្និទ្ធស្នាលជាមួយនឹងព្រះបាទធរណិតបណ្ដាលឲ្យនគរនេះជ្រួយច្របល់យ៉ាងខ្លាំងមិនត្រឹមតែប៉ុណ្ណោះវាបានចូលទៅដល់ក្នុងវាំងដេញកំចាត់អរិយដែលយាមទ្វារវាំងស្ដេចឲ្យរត់ខ្វាត់ខ្វែងអស់ហើយប្រាថ្នាស៊ីសាច់ស្ដេចសោទត្តទៀតផងតែមិនទាន់បានចូលទៅចាប់ស្ដេចនៅឡើយវាចូលទៅពួនសំងំនៅក្នុងគុហានៅកន្លែងអរិយនោះនៅនិយាយពីស្ដេចសោទត្តកាលបើឃើញដូច្នោះភ័យណាស់ក៏ត្រាស់បញ្ជាឲ្យសេនាចាប់ចេញសំពៅទៅនគរព្រះបាទធរណិតដើម្បីថ្វាយដំណឹងអំពីព្រឹត្តិការណ៍នេះហើយសូមឲ្យព្រះអង្គជួយជ្រោមជ្រែងនៅក្នុងរឿងនេះផងព្រះបាទធរណិតបានជ្រាបភ្លាមក៏បង្គាប់បញ្ជាឲ្យសេនារុញសំពៅទម្លាក់ទឹកនិងធ្វើដំណើរទៅនគរជ័យបុរីប៉ុន្តែសេនាទាំងអស់រុញសំពៅនោះទៅពុំរួចសោះក៏ប្រកាសរកអ្នកខ្លាំងពូកែដើម្បីរុញសំពៅនោះចុះទឹកវរវង្សដែលនៅក្នុងទ្រុងដែកក៏ទទួលខ្លួនធានានឹងរុញសំពៅនោះឲ្យបានព្រះរាជាក៏ទ្រង់សន្យាថាបើឯងរុញសំពៅនោះរួចមែនយើងនឹងដោះលែងឲ្យឯងជាហើយនឹងព្រះរាជទានរង្វាន់ជាច្រើនដោយបុណ្យវាសនាពីព្រេងនាយព្រះអង្គក៏រុញសំពៅទម្លាក់ទឹកបានដោយធូរព្រះរាជាក៏ធ្វើដំណើរតាមសំពៅឆ្ពោះទៅនគរជ័យបុរីដោយបានយកវរវង្សនិងព្រះនាងសកេសីជាព្រះរាជបុត្រីព្រមទាំងសេនាមុខមន្ត្រីទៅជាមួយផងទៅដល់នគរជ័យបុរីបានបញ្ជាឲ្យពួកពលរេបោះព្រះពន្លានៅក្បែរវាំងព្រះបាទសោទត្តហើយព្រះអង្គចូលទៅប្រស្រ័យជាមួយនឹងព្រះបាទសោទត្តក្នុងព្រះរាជវាំងថ្លែងពីព្រះនាងសកេសីទ្រង់ផ្ទុំលក់ក្នុងរាត្រីបានយល់សពឃើញថាមានតាចាស់ម្នាក់មកប្រាប់ថាព្រះអង្គវរវង្សនេះហើយគឺជាព្រះស្វាមីរបស់ព្រះនាងកាលពីអតីតកាលពេលដែលព្រះនាងក្រោកឡើងក៏ចេះតែនឹកមមីរហូតតតែមានព្រះតីប្រតិព័ទ្ធស្នេហាចំពោះព្រះអង្គយ៉ាងខ្លាំងហើយព្រះអង្គក៏មានសេចក្តីស្នេហាចំពោះព្រះនាងផងដែរមួយថ្ងៃព្រះអង្គនិងព្រះនាងតែងតែនិយាយផ្ដោតផ្ដំពាក្យសម្ដីឲ្យគ្នាទៅវិញទៅមកចំណែកឯព្រះបាទធរណិតជាព្រះបិតាកាលដែលបានជជែកពិគ្រោះនឹងព្រះបាទសោទត្តដឹងរឿងសពគ្រប់យ៉ាងហើយក៏និយាយថាយើងចាប់បានក្មេងប្រុសម្នាក់វាគឺជាចៅលួចរបស់ព្រះរាជទ្រព្យហើយយើងបានចាប់យកទៅធ្វើតោដាក់ក្នុងទ្រុងដែកប៉ុន្តែអាក្មេងមួយនោះវាខ្លាំងពូកែណាស់អាចរុញសំពៅដែលមនុស្សជាច្រើនរុញមិនរួចឥឡូវគេបានជូនដំណើរយើងមកនៅក្នុងព្រះពន្លានៅខាងក្រៅវាំងឯណោះគួរតែឲ្យក្មេងប្រុសនោះលបងនឹងយក្សនោះទៅមើលតើវាព្រមឬក៏មិនព្រមបើវាព្រមសាលបងនឹងយក្សទោះបីជាមិនឈ្នះយក្សក៏យើងមិនព្រួយដែរព្រោះវាជាមនុស្សដែលមានទោសស្រាប់ហើយគិតដូច្នោះហើយក៏ឲ្យបំរើទៅហៅព្រះអង្គវរវង្សមកប្រាប់រឿងដែលយក្សខ្លាំងពូកែប្រាថ្នាចង់ស៊ីស្ដេចសោទត្តឥឡូវសុំឲ្យព្រះអង្គទៅសម្លាប់យក្សនោះបើសម្លាប់បាននឹងទទួលបានរង្វាន់យ៉ាងលើសលប់ព្រះរាជកុមារក៏ទទួលតាមរាជបញ្ជាប៉ុន្តែដើម្បីកុំឲ្យយក្សស្គាល់ថាជាមនុស្សធម្មតាព្រះអង្គបានសុំគ្រឿងព្រះរាជព្រះខ័នរាជរបស់ស្ដេចសោទត្តមកតែងព្រះអង្គឲ្យដូចជាស្ដេចសោទត្តមែនតែនហើយចូលប្រយុទ្ធជាមួយនឹងយក្សនៅក្នុងគុហាលុះត្រាតែយក្សស្លាប់បាត់បង់ជីវិតនៅក្នុងគ្រានោះបាត់ទៅចំណែកឯព្រះបាទធរណិតឃើញព្រះអង្គខ្លាំងពូកែមានឫទ្ធិអំណាចដូច្នោះក៏លើកព្រះនាងសកេសីជាព្រះរាជបុត្រីឲ្យធ្វើជាអគ្គជាយាហើយបានប្រគល់រាជសម្បត្តិឲ្យស្នងរាជជំនួសព្រះអង្គឯព្រះបាទសោទត្តបានឃើញព្រះអង្គសម្លាប់យក្សបានជាការជួយព្រះអង្គឲ្យរួចចាកពីយន្តរាយ
ក៏លើកព្រះនាងវរតីជាព្រះរាជបុត្រីផ្សំជាព្រះអគ្គជាយានិងប្រគល់រាជសម្បត្តិឲ្យស្នងរាជនៅក្នុងនគរជ័យបូរីទាំងមូលដែរព្រះអង្គត្រូវបានសោយរាជនគរទាំងពីរក្នុងពេលតែមួយហើយព្រះអគ្គមហេសីក៏មានពីរព្រះអង្គដែរគឺព្រះនាងសកេសីគឺជាព្រះអគ្គមហេសីដើមនិងព្រះនាងវរតីជាព្រះអគ្គមហេសីចុងបាននៅរួមរស់ជាសុខសាន្តនានគរជ័យបូរីនោះទៅឯអារក្សដែលធ្លាប់តែនៅរក្សានគរជ័យបូរីបានភៀសខ្លួនចេញពីទីនោះនៅក្នុងពេលដែលយក្សរុករៀនទីនោះបានដឹងថាយក្សស្លាប់ហើយក៏ត្រឡប់មកនៅរក្សានគរជ័យបូរីវិញបានទាំងនាំមកថ្វាយព្រះចៅវរវង្សមហាក្សត្រថ្មីនៅកែវមនីរតន៍ដែលអាចក្រវីហោះហើរបានផងដែរការដែលព្រះនាងសកេសីទ្រង់មានគភ៌បាន3ខែព្រះបាទវរវង្សនឹកភ្នែកដល់ពេលត្រឡប់ទៅនគរដើមរបស់ខ្លួនតាមបណ្ដាំព្រះមេដាដែលបានផ្ដាំថាគោរព10ឆ្នាំឲ្យត្រឡប់ទៅវិញព្រះអង្គក៏លាព្រះបិតាក្មេកព្រមទាំងព្រះជាយាថានឹងធ្វើដំណើរទៅតែមួយអង្គឯងទេតែព្រះនាងសកេសីមិនព្រមសុកចិត្តទៅតាមផងទោះបីជាអង្វរកយ៉ាងណាក៏មិនព្រមព្រះបិតាព្រះនាងក៏ព្រមអនុញ្ញាតឲ្យទៅវរវង្សក៏នាំនាងសកេសីក្រវីកែវហោះទៅលុះដល់អាស្រមសាលាតាអេសីក៏ចុះសម្រាកហើយដើរកម្សាន្តជាមួយនឹងព្រះជាយាពេលនោះអេសីក៏លួចយកកែវមនីរតន៍ហោះទៅលេងកម្សាន្តនៅលើអាកាសដោយត្រូវខ្យល់ខ្លាំងពេកអេសីក៏ដាច់ក្បាលធ្លាក់អន្តរាយជីវិតហើយកែវមនីរតន៍បានធ្លាក់ចូលទៅក្នុងគន្ធពៈបុរីជានគរព្រះរាមពួកសិវៈកោមាតបានរើសយកកែវនោះទៅថ្វាយព្រះបាទសូរវង្សទៅរីឯវរវង្សនិងព្រះនាងសកេសីការដែលដឹងថាអេសីលួចកែវហោះនោះទៅបាត់ហើយទាំងពីរអង្គក៏យាងដោយព្រះបាទទាលុះទៅដល់ឆ្នេរជលសាមួយក៏នាំព្រះជាយាហែឆ្លងតោងកំណាត់ឈើមួយដុំប៉ើកកណ្ដាលមហាសាគរដោយអកុសលកម្មនៃព្រះអង្គនិងព្រះនាងត្រូវខ្ចប់ព្យុះសង្គ្រាមបោកបក់ឲ្យរបបព្រះហស្ថអំពីកំណាត់ឈើបែកខ្ញែកគ្នាអស់ចំណែកព្រះនាងសកេសីការបានរសាត់ដល់លើមាត់ច្រាំងក៏ខំព្យាយាមស្វែងរកព្រះស្វាមីតែមិនឃើញសោះព្រះនាងក៏យកកន្សែងចង់ធ្វើជាទង់ជ័យសម្រាប់ឲ្យព្រះស្វាមីនាងស្គាល់ថាព្រះនាងមិនស្លាប់ទេហើយព្រះនាងក៏យាងផ្សងព្រេងកាត់តាមដងព្រៃយ៉ាងលន់លង់លន់លោចលុះទៅដល់គន្ធពៈបុរីបានជួបនឹងព្រានប្រមាញ់ម្នាក់ព្រះនាងបានអង្វរកគេសុំនៅស្នាក់អាស្រ័យជាមួយផងព្រាមឃើញដូច្នេះអាណិតណាស់បានសួរពីដំណើរដើមតងសពគ្រប់បែបយ៉ាងក្រោយបានដឹងអស់ហើយទើបនាំព្រះនាងទៅលំនៅអាត្មាតែជាកម្មអកុសលរបស់ព្រះនាងត្រូវបានប្រពន្ធព្រានជេរបញ្ចោលដៀលពូជអំបូរហើយចោទថាព្រះនាងគឺជាស្រីមានពុតបុត្រលួចស្រឡាញ់ប្តីរបស់គេទៀតផងទោះបីជាគាត់ព្រមឲ្យធ្វើជាខ្ញុំកំដរគាត់ហើយគាត់នៅតែប្រើប្រាស់អាកប្បកិរិយាមើងងាយកំហកកំហែងជារៀងរាល់ថ្ងៃឲ្យព្រះនាងក៏ខំយកចិត្តទុកដាក់ធ្វើការបោះច្រាសផ្ទះសម្បែងពុំដែលធ្វើប្រហែសវិស័យដូចបាវព្រាវអញ្ចឹងលុះព្រះនាងនៅបាន7ខែក៏ព្រះនាងក៏ត្រូវបានគ្រប់ទស្សមាព្រះនាងឈឺផ្ទៃជាខ្លាំងស្រែកយំឈឺចុកចាប់ឥតឧបមាមិនដឹងថាបានអ្នកណាជួយឲ្យបានធូរស្បើយនោះឡើយឯប្រពន្ធព្រានបានបណ្ដេញព្រះនាងឲ្យទៅសម្រាលកូននៅឯក្រៅរបងផ្ទះព្រោះខ្លាចចង្រៃដល់ភូមិឋានរបស់គេព្រះនាងខំលូនផងយកដៃអោបផ្ទៃផងបានទៅដល់ផ្លូវធ្លាខាងក្រៅរបងពេលនោះព្រះនាងក៏ប្រសូតបុត្រនៅកណ្ដាលទីវាលតែម្ដងកណ្ដាលភ្លៀងផ្គរយ៉ាងសម្បើមហើយនឹងខ្យល់បោកបក់យ៉ាងខ្លាំងហើយសែនវេទនាខណៈពេលនោះព្រះអិនរាជរាជបានទតយល់ព្រះនាងប្រសូតព្រះរាជបុត្រដូច្នោះក៏និមិត្តជាយាយចាម្នាក់មកជួយយកអាសាបីបាច់ថែរក្សាកូនព្រះនាងហើយសន្យាថាបើនាងត្រូវការយកកូននោះទៅវិញក៏យកចុះផ្ទះខ្ញុំនៅខាងកើតឯណោះដើម្បីជាបន្ទាល់ឲ្យងាយស្គាល់ថាកូននាងមែនឬក៏មិនមែននៅថ្ងៃខាងមុខនោះសូមនាងឲ្យវត្ថុអ្វីមួយមកនឹងទុកជាផុសតាងព្រះនាងក៏ដោះព្រះទម្រង់ដែលជារបស់ព្រះស្វាមីចងទៅនឹងកឲ្យបុត្រនាងហើយនាងក៏វិលត្រឡប់ទៅធ្វើការជាខ្ញុំបំរើឲ្យយាយចាស់ប្រពន្ធព្រានដូចដើមវិញកាលនាងវិលត្រឡប់មកភ្លាមព្រះអិនក៏និមិត្តជាថ្មាតមួយយ៉ាងធំក្រងលើទីរក់ហើយនិមិត្តជាសម្ពុតបត់ផ្នត់យ៉ាងស្អាតទ្រាប់ទីរួចដាក់នៅលើផ្លូវធ្លាដែលព្រះជាគន្ធពៈបុរីតែងយាងជាធម្មតាថ្ងៃមួយព្រះបាទសូរវង្សព្រះចៅនគរគន្ធពៈបុរីបានស្ដេចយាងប្រពាតព្រៃបានទតឃើញថ្មាតកំពុងតែក្រងទីរួចនៅកណ្ដាលផ្លូវធ្លាដូច្នេះក៏បញ្ជាឲ្យរាជសេវកោមាតរើសយកមកទ្រង់បានទតឃើញព្រះទម្រង់ដែលចងនៅនឹងកទីរួចនោះស្គាល់ច្បាស់ណាស់ថាជាព្រះទម្រង់របស់វរវង្សជាព្រះអនុជព្រះអង្គទ្រង់ព្រះពិព័រណ៍
នៅក្នុងព្រះហឫទ័យជាខ្លាំងទ្រង់ក៏ត្រឡប់មកព្រះរាជវាំងវិញបានបង្គាប់ឲ្យធ្វើសាលាឆោទានមួយនៅក្នុងសាលាព្រះអង្គបញ្ជាឲ្យគូររូបរឿងព្រះអង្គតាំងពីដើមរហូតដល់បានសោយរាជ្យនៅលើនគរនេះព្រះអង្គទ្រង់ប្រកាសដាក់ទានដល់សាធារណជនទូទៅថាបើអ្នកណាចង់បានរបស់អ្វីមួយព្រះអង្គនឹងព្រះរាជទានឲ្យនៅក្នុងសាលាឆោទាននោះចាប់តាំងពីថ្ងៃនោះមកមនុស្សម្នាមហាជនតែងទៅទទួលព្រះរាជអំណោយទានយ៉ាងកក្រឹកកក្រែងហើយមើលរូបគំនូរដែលគូរនៅជញ្ជាំងសាលាយ៉ាងសប្បាយរីករាយនិយាយពីព្រះវរវង្សក្រោយពីខ្ចប់ព្យុះបោករបត់ដៃបែកខ្ញាច់គ្នាមកព្រះអង្គបានទៅដល់ត្រើយហើយដើរស្វែងរកព្រះជាយាបានជួបនឹងកន្លែងដែលព្រះនាងដោតជាសញ្ញានោះព្រះអង្គក៏សម្គាល់ថាព្រះនាងមិនទាន់ស្លាប់ទេហើយព្រះអង្គខំដើររកអស់កាលជាច្រើនខែបន្តទៀតលោកបានដំណឹងថាព្រះរាជាព្រះអង្គទ្រង់ប្រោសប្រទានដល់សាធារណជននៅចំណីអាហារគ្រប់បែបយ៉ាងក៏យាងចូលទៅក្នុងសាលាឆោទានប្រាថ្នាទទួលព្រះរាជអំណោយកាលបើបានឃើញរូបគំនូរដែលគូសជាប់នឹងជញ្ជាំងសាលាដែលមានដំណើររឿងដោយរឿងរបស់ខ្លួនកាលពីដើមរូបគំនូរទាំងអស់នោះទៀតសោតក៏ដូចជារូបព្រះអង្គនិងព្រះរាមរបស់ខ្លួនពេលនោះព្រះអង្គទ្រង់ព្រះកន្សែងស៊ើបខ្សួរដួលសន្លប់បាត់ស្មារតីនៅទីនោះព្រះរាជបម្រើឃើញដូច្នោះក៏ទៅទូលព្រះរាជាព្រះអង្គក៏ទ្រង់ឲ្យរាជបម្រើនាំបុរសនោះចូលទៅក្នុងវាំងព្រះចៅសូរវង្សបានស្គាល់ថានោះគឺជាប្អូនក៏ទ្រង់ព្រះកន្សែងរៀបរាប់អំពីដំណើរបែកគ្នាបានដឹងហើយឲ្យគេនាំព្រះរាជបុត្រានិងកែវមនីរតន៍ដែលព្រះអង្គរើសបានមកបង្ហាញព្រះបាទវរវង្សក៏បានស្គាល់ព្រះទម្រង់និងកែវនោះថាពិតជារបស់ព្រះអង្គរួចព្រះបាទវរវង្សចេញទៅក្រៅវាំងដើម្បីនឹងទៅរកព្រះជាយាទទួលពេលនោះដោយការទ្រាំនៅជាមួយនឹងយាយប្រពន្ធព្រានមិនបានព្រោះគាត់ធ្វើបាបខ្លាំងពេកព្រះនាងសកេសីក៏លោបរត់ចេញពីផ្ទះយាយនោះបានទៅជួបនឹងស្វាមីយ៉ាងរីករាយទាំងពីរព្រះអង្គបានទៅថ្វាយបង្គំព្រះរាមរៀបរាប់អំពីដំណើរដើរហើរទាំងអស់ក៏បាននៅសុខសាន្តនៅក្នុងវាំងនោះទៅព្រះបាទវរវង្សបានបបួលព្រះរាមទៅនគរព្រះមាតាបិតាតាមបណ្ដាំមាតាដែលបានផ្ដាំថាដល់គម្រប់10ឆ្នាំឲ្យត្រឡប់ទៅវិញព្រះរាមក៏និយាយថាបើយើងចេញដំណើរទៅតែ4នាក់បែបនេះមិនសមដល់ឋានៈយើងជាស្ដេចសោយរាជ្យទេគប្បីយើងរៀបចំជាក្បួនតបជើងគោកជើងទឹកទៅសំរុំដើម្បីការពារគ្រោះថ្នាក់តាមផ្លូវផងព្រះបាទវរវង្សព្រមទទួលបញ្ជាក៏ត្រឡប់ទៅនគរព្រះបិតាក្មេកទាំងពីរដោយក្រវីកែវហោះនោះទៅដើម្បីនាំតបជើងគោកចំណែកឯព្រះរាមឲ្យរៀបបំរុងតបជើងទឹកលើកឈ្មោះទៅនគរព្រះបិតាមាតាលុះទៅដល់នគរក្រសន់ជានគរបិតាក៏បោះតបប្រុងព្រៀបពាត់នគរនោះចំណែកព្រះបាទសូរិយាដែលជាបិតាក្រោយដែលបានបញ្ជាឲ្យពេជ្ឈឃាតនាំយកព្រះរាជកុមារទាំងពីរទៅសម្លាប់បានយកព្រះនាងវង្សធ្យាទៅដាក់ឃុំឃាំងនៅក្នុងទ្រុងដែកយ៉ាងសែនទីរុនដោយចោទថាជាស្រីខូចហើយបានប្រគល់រាជសម្បត្តិឲ្យព្រះរាជកុមារវៃវង្សាសោយរាជស្នងព្រះអង្គការដែលបានដឹងថាមានទ័ពសត្រូវចូលមកពាត់នគរហើយព្រះបាទវៃវង្សាញាប់ញ័រជាខ្លាំងឯព្រះបាទវរវង្សក៏បានឲ្យរាជបម្រើទៅថ្វាយដំណឹងដល់ព្រះបាទវៃវង្សាថាត្រូវឲ្យនគរនេះមកយើងបើមិនឲ្យទេនឹងត្រូវច្បាំងគ្នាព្រះបាទវៃវង្សាឆ្លើយតបថាយើងមិនខ្លាចឯងទេឲ្យតែស្ដេចឯងប្រជល់ដំរីជាមួយនឹងយើងបើយើងចាញ់យើងឲ្យនគរនេះបើយើងឈ្នះវិញយើងសុំនៅសោយរាជនគរនេះតែប៉ុណ្ណោះឯព្រះបាទវរវង្សព្រមប្រជល់ដំរីតាមបំណងលុះចូលប្រយុទ្ធត្រូវព្រះបាទវរវង្សសូរវង្សសម្លាប់ព្រះបាទវៃវង្សាស្លាប់បាត់ទៅនិងដំរីរបស់ព្រះអង្គក៏បាត់បង់ជីវិតនៅក្នុងសមរភូមិផងដែរឯព្រះបាទសូរិយាដែលជាបិតាភ័យណាស់ដោយព្រះរាជបុត្រជាទីស្រឡាញ់ត្រូវចាញ់សង្គ្រាមក៏ចូលខ្លួនទៅសុំចុះចាញ់ចូលទៅដល់មិនស្គាល់ជាព្រះរាជបុត្ររបស់ខ្លួនទេដោយនឹកថាព្រះរាជបុត្រត្រូវព្រះអង្គឲ្យពេជ្ឈឃាតសម្លាប់ទៅហើយទោះបីជាព្រះរាជកុមារទាំងពីរក្រាបថ្វាយបង្គំទូយ៉ាងណាក៏មិនជឿតតែព្រះរាជកុមារទាំងពីរនិយាយរឿងការដែលពេជ្ឈឃាតយកទៅសម្លាប់នោះរហូតដល់ពេលនេះហើយដោយមានព្រះទម្រង់ទាំងអស់នោះជាគ្រឿងសម្គាល់ផងទើបជឿថានោះជាព្រះរាជបុត្ររបស់ខ្លួនមែនកាលបើជ្រាបថាជាកូនរបស់ខ្លួនហើយទើបសួររឿងរ៉ាវដែលបានកើតឡើងតាំងពីដើមមកព្រះអង្គក៏យល់ថាព្រះនាងមន្ទាជាស្រីចង្រៃញុះញង់បំបែករាជបុត្រានិងព្រះនាងវង្សធ្យាចេញពីព្រះអង្គក៏ទ្រង់បញ្ជាឲ្យពេជ្ឈឃាតយកព្រះនាងមន្ទាទៅសម្លាប់ចោលទៅហើយដោះលែងព្រះនាងវង្សធ្យាឲ្យក្លាយជាព្រះអគ្គមហេសីពេញលេញបានប្រគល់រាជសម្បត្តិទៅឲ្យព្រះរាជបុត្រទាំងពីរស្នងរាជបន្តពីព្រះអង្គទៅទាំងអស់នេះឯងជារឿងព្រេងប្រចាំភ្នំវរវង្សសូរវង្សដោយគេសំអាងលើរូបសំណាកថ្មមួយជារូបស្ត្រីកំបុតត្រឹមកសន្មតថានោះជារូបនាងមន្ទាដែលជាអ្នកត្រុសកាចហើយពេជ្ឈឃាតយកទៅប្រហារជីវិតចោលនោះឯងរូបនោះតាំងនៅឃុំចំបក់ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺហើយសប្តាហ៍ថ្ងៃរាជ
ការរាប់បញ្ចូលជាសង្កាត់នៃក្រុងគិរីរម្យទៅហើយត្រង់កំពូលភ្នំមួយដែលគេហៅថាភ្នំកមច្ឆវត្តនោះគេសម្គាល់ថាជាកន្លែងដែលខ្យល់បក់កាត់ផ្ដាច់កអេសីដែលលួចយកកែវមณีរតន៍របស់ព្រះបាទវរវង្សទៅហោះលេងនោះក្រៅពីនេះនៅមានកន្លែងច្រើនទៀតដែលអ្នកស្រុកសម្គាល់ថាតាក់ទងទៅនឹងរឿងព្រេងនិទាននេះដូចជាកន្លែងថ្មបាំងសេកប្រណាំងឃ្លាំងរំសេវជាដើមរឿងព្រេងភ្នំវរវង្សសូរវង្សគ្រាន់តែលើឈ្មោះធ្វើឲ្យបងប្អូនមានការងឿយឆ្ងល់បន្តិចហើយនឹកទៅពុំធ្លាប់លើឈ្មោះទាំងអស់នោះទេនៅទីណានៅកន្លែងណាឲ្យចេះច្បាស់ក៏មិនដឹងដែរលើកលែងតែអ្នកចាស់ទុំហើយធ្លាប់ទៅលេងកន្លែងនោះផ្ទាល់តែម្ដងទើបស្គាល់ការពិតទៅឈ្មោះភ្នំវរវង្សសូរវង្សមានជាប់នៅក្នុងរឿងព្រេងរបស់យើងគឺគេសម្គាល់ទៅលើភ្នំវែងអន្លាយចាប់តាំងពីនៅក្នុងខេត្តកំពង់ស្ពឺរហូតដល់ទឹកដីខេត្តកោះកុងនាពេលបច្ចុប្បន្នបើនិយាយឲ្យចំទៅគឺឈ្មោះភ្នំគិរីរម្យនេះឯងឈ្មោះគិរីរម្យគឺជានាមថ្មីទៅតែប្រឌិស្ថាននៅក្នុងរវាងឆ្នាំ1930តែប៉ុណ្ណោះដូច្នេះហើយបានជាអ្នកផងទាំងពួងតែងងឿយឆ្ងល់ឈ្មោះគិរីរម្យមិនសមជាឈ្មោះពីបុរមបុរាណសោះសំតែជានាមថ្មីដែលគេចេះភាសាបាលីហើយទើបសន្មតឡើងមតិនេះយល់ត្រូវណាស់ព្រោះតាមឯកសារដែលមានខ្លះនៅក្នុងក្រមជំនុំទំនៀមទម្លាប់និងតាមឯកសារសួរចាស់ដែលនៅចេះចាំរឿងនេះបានបញ្ជាក់ថាភ្នំគិរីរម្យទាំងមូលរួមទាំងភ្នំនៅជិតខាងផងនោះអ្នកស្រុកតែងតែហៅថាភ្នំវរវង្សសូរវង្សទាំងអស់ទើបតែក្នុងរវាងគ្រិស្តសករាជ1930ដល់1931ប៉ុណ្ណោះទើបមាននាមថាភ្នំគិរីរម្យហើយដើមហេតុដែលនាំឲ្យកើតឈ្មោះថ្មីនេះគឺកាលនោះព្រះករុណាព្រះបាទសម្ដេចព្រះមុនីវង្សទ្រង់បានយាងទៅលំហែកាយនៅលើខ្នងភ្នំត្រង់នោះហើយព្រះអង្គទ្រង់សពព្រះハរតីនឹងទេសភាពអាកាសធាតុនៅទីនោះទើបទ្រង់ប្រទាននាមថ្មីថាគិរីរម្យដែលមានន័យថាភ្នំជាទីរីករាយជាប់រហូតមកប៉ុន្តែនាមនេះសម្គាល់បានត្រឹមតែខ្នងភ្នំមួយកន្លែងនេះឯងដូច្នេះបានជាខ្នងភ្នំផ្សេងនៅជិតខាងសុទ្ធតែមានឈ្មោះនាមដោយឡែករៀងខ្លួនទៅទៀតរីឯឈ្មោះដើមដែលអ្នកស្រុកធ្លាប់ហៅថាជួរភ្នំវរវង្សសូរវង្សនោះគឺសំដៅយកតួជួរភ្នំទាំងមូលហើយគេមានទាំងចាំរឿងព្រេងនិទានពីឈ្មោះភ្នំទាំងអស់នោះផងដែររឿងបុរសកំចិលមានស្ត្រីមេម៉ាយម្នាក់មានកូនប្រុសមួយកូននោះមិនធ្វើអ្វីទាល់តែសោះក្រៅពីដេកនិងស៊ីបើម្ដាយប្រើឲ្យទៅដងទឹកវាត្រឡប់មកវិញជាមួយនឹងធុងទឹកទទេបើម្ដាយវាឲ្យទៅធ្វើចំការវាទៅដេកលក់ទាល់តែល្ងាចភ្ញាក់ពីដេកវាដើរមកផ្ទះវិញធ្វើប្រងើយបើម្ដាយប្រើវាឲ្យទៅរកអុសវាគិតតែពីដើរលេងទៅរកបេះផ្លែឈើសម្រាប់ហូបទៅវិញថ្ងៃមួយម្ដាយខឹងពេកទ្រាំមិនបានក៏ស្ដីបន្ទោសឲ្យវាថាឯងទៅណាទៅចុះទៅឲ្យបាត់ពីមុខអញទៅអញមិនត្រូវការកូនខ្ជិលរបៀបនេះទេបុរសកំចិលក៏ដើរចេញពីផ្ទះដោយគ្មានគោលដៅនៅតាមផ្លូវដើរបានបន្តិចវាជ្រុះមុខពីក្បាលតែដោយសារចរិតខ្ជិលពេកវាមិនព្រមអោនរើសមុខនោះទេគិតតែដើរទៅមុខធ្វើមិនដឹងបន្ទាប់មកវារបូតស្បែកជើងក៏វាមិនព្រមឈប់រើសដែរនៅទីបំផុតវាក៏ធ្វើឲ្យជ្រុះក្រមាក្រវ៉ាត់ចង្កេះរបស់វាទៀតបុរសនៅតែមិនព្រមបកក្រោយរើសរបស់ដែលជ្រុះទាំងអស់នោះវាសុខចិត្តដើរទៅមុខទៀតធ្វើប្រងើយពេលដែលវាដើរឆ្ងាយទៅក៏បានមកដល់មាត់សមុទ្របុរសកំចិលអង្គុយចុះលើផ្ទាំងថ្មសម្លឹងមើលទឹកសមុទ្រនឹកកំសត់ខ្លួននៅពេលនោះទឹករលកបោកបក់មកលើឆ្នេរខ្សាច់បាននាំកូនមច្ឆាមួយលោតប្រកាច់ប្រកិនមកទើនៅលើវាលខ្សាច់មច្ឆាអង្វរចៅកំចិលឲ្យបោះវាទៅក្នុងទឹកវិញទៅហើយវាសងគុណជាពាក្យទិព្វ3ម៉ាត់ដែលអាចធ្វើឲ្យបុរសកំចិលប្រាថ្នារបស់អ្វីក៏បានសម្រេចគ្រប់យ៉ាងមច្ឆាមាសបានឲ្យពាក្យទិព្វ3ម៉ាត់នោះដល់បុរសកំចិលគឺសង្ខាមេត្តាករុណាពេលបានទទួលពាក្យទិព្វនេះហើយ
បុរសកំជិលក៏យកមច្ឆាទៅដាក់នៅក្នុងទឹកវិញបន្ទាប់មកវាក៏ចាប់ផ្ដើមសាកល្បងពាក្យទិព្វទាំង3ម៉ាត់នោះបុរសក៏និយាយឡើងថាសង្ខាមេត្តាករុណាខ្ញុំចង់បានរបស់ទាំងអស់ដែលខ្ញុំធ្វើឲ្យជ្រុះនោះមកវិញរំពេចនោះបុរសក៏បានទទួលមុខស្បែកជើងនិងក្រមារបស់គេមកវិញដូចបំណងបុរសនឹកចង់បានសត្វសេះមួយសម្រាប់ជិះកុំឲ្យដើរហត់ពេកគាត់ក៏ប្រើពាក្យទិព្វ3ម៉ាត់នេះទៀតហើយក៏បានទទួលសេះមួយយ៉ាងទាន់ចិត្តបន្ទាប់មកបុរសកំជិលក៏បានជិះលើខ្នងសេះធ្វើដំណើរទៅមុខទៀតឆ្លងផុតពីឆ្នេរសមុទ្រទៅបុរសកំជិលបានទៅដល់រាជវាំងរបស់ស្ដេចនួយអង្គដែលគ្រប់គ្រងនគរដែនសមុទ្រនេះពេលនោះបុត្រីតែមួយរបស់ព្រះរាជាយាងមកឆោតលេងនៅមាត់បង្អួចបុរសកំជិលបានឃើញរូបឆោមដ៏ស្រស់ស្អាតរបស់ព្រះធីតាភ្លាមចាប់ចិត្តស្រឡាញ់យ៉ាងខ្លាំងប៉ុន្តែព្រះនាងមិនបានតតមើលមកបុរសកំជិលទេឃើញដូច្នេះបុរសកំជិលក៏គិតរកវិធីយកព្រះនាងមកធ្វើជាភរិយាឲ្យបានគេក៏ប្រើពាក្យទិព្វ3ម៉ាត់នោះធ្វើឲ្យព្រះកេសរបស់ព្រះធីតាដុសស្នែងយ៉ាងធំដូចជាស្នែងប្រើសអាក្រក់មើលខ្លាំងណាស់ព្រះធីតាសោយសោកយ៉ាងខ្លាំងហើយក៏ពូនសំងំនៅតែក្នុងបន្ទប់មិនហ៊ានចេញមកក្រៅទេព្រះរាជាបញ្ជាឲ្យពេទ្យជាច្រើននាក់មកព្យាបាលព្រះកេសរបស់ព្រះធីតាក៏ប៉ុន្តែគ្មានអ្នកណាអាចព្យាបាលឲ្យបាត់ស្នែងដែលដុះនៅលើព្រះកេសរបស់ព្រះនាងបានឡើយពេលនោះព្រះអង្គម្ចាស់ជាច្រើនអង្គដែលចង់រៀបអភិសេកជាមួយព្រះនាងពេលដឹងរឿងស្នែងប្រើសដុះលើព្រះកេសរបស់ព្រះនាងដូច្នេះក៏ដកខ្លួនថយចេញអស់ទៅគ្មានអ្នកណាហ៊ានចូលខ្លួនមករៀបអភិសេកជាមួយនឹងព្រះនាងឡើយពេលនោះចៅកំជិលក៏បានចូលមកបង្ហាញខ្លួនថ្វាយបង្គំព្រះរាជាហើយទូលព្រះអង្គថាទោះបីជាព្រះធីតាមានរូបអាក្រក់យ៉ាងណាក៏ដោយក៏ទូលព្រះបង្គំសុំចូលស្ដីដណ្ដឹងយកព្រះនាងធ្វើជាភរិយាដែរសូមព្រះអង្គប្រទានក្តីមេត្តាឲ្យទូលព្រះបង្គំបានរៀបការជាមួយព្រះនាងផងទៅព្រះរាជាលើកដូច្នេះក៏ត្រេកអរដែរព្រោះគិតថាយ៉ាងណាក៏នៅតែមានបុរសម្នាក់ព្រមទទួលបុត្រីព្រះអង្គដែលមានរូបរាងខុសគេឯងបែបនេះដែរព្រះរាជាក៏យល់ព្រមរៀបអភិសេកព្រះធីតាឲ្យបុរសកំជិលតាមពាក្យទូលសុំរបស់គេពេលរៀបអភិសេករួចព្រះរាជាក៏ឲ្យគេបំបកបង់បុរសកំជិលនិងព្រះធីតាទៅឯនាយសមុទ្រដោយប្រគល់នាវាមួយឲ្យអ្នកទាំងពីរធ្វើដំណើរព្រោះព្រះអង្គមិនចង់ខ្មាស់គេដោយសារតែមានបុត្រីដុសស្នែងនៅលើព្រះកេសបែបនេះទេបុរសកំជិលក៏នាំភរិយាឡើងលើនាវាធំនោះហើយចេញដំណើរឆ្លងកាត់សមុទ្រដ៏ធំល្វឹងល្វើយហើយគេក៏បានសន្យាជាមួយព្រះធីតាថាគេនឹងនាំព្រះនាងទៅរស់នៅយ៉ាងសុខសាន្តមិនឲ្យចាញ់ជីវិតរស់នៅក្នុងព្រះរាជវាំងរបស់ព្រះនាងឡើយពេលទៅដល់កណ្ដាលសមុទ្រដោយគ្មានអ្នកណាអាចមើលឃើញហើយបុរសកំជិលក៏សូត្រពាក្យ3ម៉ាត់នោះគឺសង្ខាមេត្តាករុណាសូមឲ្យព្រះធីតាក្លាយទៅជាស្រីស្អាតដូចមុនវិញពេលនោះព្រះនាងក៏បានប្រែកាយដូចដើមធ្វើឲ្យនាងត្រេកអរខ្លាំងណាស់បន្ទាប់មកបុរសកំជិលក៏បានប្រើពាក្យទិព្វទាំង3ម៉ាត់នោះម្ដងទៀតឲ្យកើតជាកោះមួយយ៉ាងធំផុសចេញពីក្នុងទឹកសមុទ្រហើយនៅលើកោះនោះមានវិមានមួយដ៏អស្ចារ្យទៀតផងប
បុរសកំជិលបានបើកនាវាចូលចតនៅមាត់ច្រាំងរួចក៏នាំភរិយាឡើងទៅលើកោះរំពេចនោះក៏មានពួកតន្ត្រីករនិងអ្នកបម្រើរាប់រយនាក់ផុសចេញមកប្រគំតន្ត្រីនិងចូលមកហាយហោមនាំបុរសកំជិលនិងភរិយាចូលទៅក្នុងវិមានដ៏អស្ចារ្យនោះចាប់តាំងពីពេលនោះមកបុរសកំជិលក៏រស់នៅជាមួយព្រះធីតាយ៉ាងសប្បាយរីករាយរហូតដល់ថ្ងៃអវសានរឿងភ្នំសែនហានសម័យពីព្រេងនាយនៅក្នុងគ្រាមួយអ្នកស្រុកមានភាពអំណត់ណាស់មានមនុស្សជាច្រើនទៅរកស៊ីធ្វើការនៅជើងភ្នំនោះដែលជាភ្នំពុំទាន់មានឈ្មោះថាអ្វីនៅឡើយទេភ្នំនោះពុំទាន់មានដើមឈើច្រើននៅឡើយគេបាននាំគ្នាដាំដំណាំផ្សេងៗជាច្រើនមានចេកពោតត្រាវដំឡូងដូងស្លាជាដើមក្នុងគ្រានោះមានតាម្នាក់ឈ្មោះសែនក៏ធ្វើចំការនៅទីនោះដែរពេលដែលដំណាំកំពុងតែលូតលាស់ល្អស្រាប់តែមានដំរីស្ដមួយចូលមកកាច់ចេកដកដំណាំនោះស៊ីជារឿយដោយដំរីនោះកាចពេកពុំមាននរណាហ៊ានចូលទៅក្នុងចំការឡើយបុរសម្នាក់និយាយតើយើងមានវិធីណាកំចាត់ដំរីនេះចេញពីភ្នំបានទេស្ត្រីចំណាស់ម្នាក់តបប្រហែលជាមិនអាចទេព្រោះថ្ងៃមុនដំរីបានចូលស៊ីដំណាំក្នុងចំការរបស់ខ្ញុំហើយដេញកូនប្រុសរបស់ខ្ញុំស្ទើរស្លាប់ស្ទើររស់ទៅហើយអ្នកភូមិមានការពិបាកចិត្តជាពន់ពេកពីព្រោះគ្មាននរណាម្នាក់អាចកំចាត់ដំរីនោះបានពួកគេគិតថានៅថ្ងៃណាមួយដំរីនឹងរត់ចូលភូមិអាចបំផ្លាញផ្ទះសម្បែងរបស់ពួកគេទៀតក៏ថាបានមានតាម្នាក់ឈ្មោះសែនឈរនៅក្បែរនោះបាននិយាយថាទុកឲ្យខ្ញុំសាកល្បងទៅសម្លាប់ដំរីនោះតើមាននរណាហ៊ានទៅជាមួយខ្ញុំទេឮដូចនោះអ្នកភូមិមានការភ្ញាក់ផ្អើលជាខ្លាំងបុរសម្នាក់នៅក្បែរក៏និយាយកាន់ខ្ញុំនឹងចូលរួមអ្នកភូមិឆ្លើយព្រមគ្នាថាពួកយើងក៏ចូលរួមដែរតាសែនចាប់កាំបិតព្រានិងលំពែងដេញចាក់កាប់ដំរីស្ដនោះដល់រាបដល់ស្លាំឯជនឯទៀតមិនហ៊ានដេញចាប់កាប់ដំរីនោះសោះឡើយកាលដែលតាសែនសម្លាប់ដំរីនោះបានហើយអ្នកស្រុកទាំងអស់បាននាំគ្នាហៅគាត់ថាតាសែនក្លាហានលុះចំណែកតមកទោះតាសែនគាត់ធ្វើមរណកាលហើយក្តីក៏មនុស្សអ្នកស្រុកភូមិនាំគ្នាហៅភ្នំនោះថាភ្នំតាសែនក្លាហានលុះយូរតមកទៀតក៏ហៅខ្លីមកត្រឹមភ្នំសែនហានភ្នំសែនហានរហូតមកដល់សព្វថ្ងៃនេះភ្នំសែនហានមានទីតាំងនៅទិសខាងលិចវត្តអង្គរជ័យឃុំអង្គរជ័យស្រុកអង្គរជ័យអតីតស្រុកបន្ទាយមាសខេត្តកំពតមានចម្ងាយពីវត្តនេះប្រមាណ3គីឡូម៉ែត្រភ្នំនេះមានបណ្ដោយប្រមាណជា10គីឡូម៉ែត្រនិងទទឹងប្រមាណជា5គីឡូម៉ែត្រហើយមានរុក្ខជាតិដុះណែនតាំងតាមនៅលើចង្កេះភ្នំមានអណ្ដូងទឹកមួយដែលអ្នកភូមិហៅថាអណ្ដូងកាណៃអណ្ដូងនោះមានទឹកខូបប្រាំងខូបវស្សាមិនចេះរីងឡើយ
កាលពីសម័យមុននៅពេលស្រុកជួបគ្រោះរាំងស្ងួតម្ដងអ្នកស្រុកតែងតែទៅដងទឹកពីអណ្ដូងនោះយកមកប្រើប្រាស់នៅក្បែរជើងភ្នំមានជ្រោះមួយឈ្មោះថាជ្រោះស្លាស្ថិតនៅខាងលិចវត្តអង្គរពន្លឺដែលមានទឹកពណ៌ខៀវថ្លាឆ្វង់គួរជាទីរីករាយសប្បាយរឿងវរវង្សសូរវង្សតាមរឿងព្រេងភ្នំវរវង្សសូរវង្សគឺគេសម្គាល់យកជួរភ្នំវែងអន្លាយចាប់ពីខេត្តកំពង់ស្ពឺរហូតដល់ខេត្តកោះកុងសព្វថ្ងៃដំណើររឿងមានដូចតទៅកាលពីព្រេងនាយមានព្រះរាជាមួយអង្គព្រះនាមព្រះបាទសូរិយាសោយរាជ្យនៅក្រសាន់នគរមហេសីទី1ព្រះនាមវង្សធ្យាមានព្រះរាជបុត្រ2អង្គគឺព្រះនាមវរវង្សនិងសូរវង្សមហេសីទី2ព្រះនាមមន្ទាមានព្រះរាជបុត្រ1អង្គព្រះនាមវៃវង្សាចាប់ពីព្រះរាជបុត្រទាំង3អង្គមានព្រះជន្មពេញវ័យកាលណាព្រះនាងមន្ទាជាមហេសីចុងមានសេចក្តីច្រណែនដោយខ្លាចរាជសម្បត្តិធ្លាក់លើព្រះរាជបុត្រមហេសីដើមព្រោះហេតុដូចនោះព្រះនាងក៏ចាប់ផ្ដើមរករឿងញុះញង់បំបែកបំបាក់ជារៀងរាល់ថ្ងៃមួយព្រះកុមារវរវង្សនិងសូរវង្សនាំបងប្អូនដើរលេងកម្សាន្តតាមទីធ្លាស្រាប់តែព្រះនាងមន្ទាចាប់រាជកុមារទាំងពីរគៀបជាប់នៅត្រង់ចន្លោះផ្លូវព្រះនាងហើយក៏ស្រែកឲ្យអ្នកផងឮរួចចោទថារាជកុមារទាំងពីរមើលងាយហ៊ានចាប់ព្រះនាងធ្វើការមិនគប្បីទៀងកំរោលចំណែកព្រះបិតាបានឃើញដូច្នោះទ្រង់ខ្ញាល់យ៉ាងខ្លាំងហើយបញ្ជាឲ្យពេជ្ឈឃាតនាំរាជកុមារទាំងពីរយកទៅសម្លាប់ដោយគ្មានបានធ្វើការពិចារណាអ្វីឡើយដោយបុណ្យបារមីរបស់រាជកុមារទាំងពីរក្នុងពេលដែលពេជ្ឈឃាតរៀបចំនឹងសម្លាប់ព្រះនាងវង្សធ្យាជាព្រះមេដាបានទៅទាន់ហើយក៏អង្វរពេជ្ឈឃាតសុំកុំឲ្យសម្លាប់ពួកពេជ្ឈឃាតបានជួយព្រះរាជកុមារទាំងពីរឲ្យគេចចេញពីព្រះនគរជាមួយនឹងគ្នានេះព្រះមេដាបានប្រគល់ចិញ្ចៀនព្រះទម្រង់ឲ្យរាជកុមារទាំងពីរម្នាក់មួយហើយទ្រង់ផ្ដាំថាដល់គ្រប់10ឆ្នាំចូលកូនត្រឡប់មកព្រះនគរវិញរាជកុមារទាំងពីរបានទទួលបណ្ដាំព្រះមេដាហើយក៏យាងចេញពីព្រះនគរដើរកាត់ព្រៃព្រឹក្សាផ្សងព្រេងតាមវាសនាដោយអស់កម្លាំងពេករាជកុមារទាំងពីរបានផ្ទំលក់នៅក្រោមម្លប់ឈើក្នុងព្រៃស្ងាត់នោះទៅលំដាប់នោះព្រះឥន្ទ្រាធិរាជបានយល់រាជកុមារទាំងពីរហើយក៏និមិត្តជាសត្វមាន់សមួយខ្មៅមួយចុះដើររកស៊ីនៅក្បែររាជកុមារហើយនិយាយឆ្លើយឆ្លងគ្នាថាខ្ញុំជាមាន់ខ្មៅបើអ្នកណាបានស៊ីសាច់ខ្ញុំហើយកន្លងទៅតែ7ឆ្នាំនឹងបានសោយរាជ្យចំណែកឯមាន់សក៏ដូច្នោះដែរបើអ្នកណាបានស៊ីសាច់ខ្ញុំកន្លងទៅតែ7ខែនឹងបានសោយរាជ្យមាន់ទាំងពីរជល់គ្នារហូតដល់ដេកងាប់នៅចំពោះព្រះភ័ក្ត្ររាជកុមារទាំងពីរនៅក្នុងពេលនោះរីឯរាជកុមារនឹកឆ្ងល់ចំពោះសត្វនោះណាស់តែដោយអំណាចការហត់នឿយក្លៀនបាយផងនោះទើបរាជកុមារសូរវង្សរើសយកមាន់សឯរាជកុមារវរវង្សរើសយកមាន់ខ្មៅទៅចម្អិនបរិភោគដោយសុខសាន្តរាជកុមារទាំងពីរបានសោយសាច់មាន់រួចហើយក៏ធ្វើដំណើរជារឿយរហូតដល់គ្រប់7ខែបានទៅដល់សាលាសំណាក់មួយនៅក្នុងព្រៃនានគរគុនពរបុរីហើយសម្រាកនៅទីនោះនៅក្នុងនគរគុនពរបុរីនេះក្រោយដែលព្រះរាជាសោយទីវង្គតទៅនាម៉ឺនមន្ត្រីបានរៀបចំធ្វើការផ្សងព្រេងរកអ្នកមានបុណ្យ
ដើម្បីក្រងរាជសម្បត្តិក្បួនដង្ហែរកអ្នកមានបុណ្យបានចេញដំណើរមកដល់មុខសាលាសំណាក់ដែលរាជកុមារទាំងពីរកំពុងផ្ទុំលូកខណៈនោះស្រាប់តែដំរីដែលប្រដាប់ដោយបុកស្បុកឈប់នៅស្ងៀមដោយគោរពក្រុមនាម៉ឺនមន្ត្រីនិងសេវាកាមាត្យចាត់គ្នាឡើងទៅមើលខាងលើសាលាសំណាក់ក៏ឃើញរាជកុមារទាំងពីរកំពុងតែផ្ទុំលូកហើយសម្រេចចិត្តសុំយាងរាជកុមារនាមសូរវង្សដើម្បីទៅក្រងរាជសម្បត្តិនៅនគរគុនពើបុរីរាជកុមារប្រកែកមិនទទួលតែក្រុមសេវកាមាត្យមិនព្រមក៏នាំគ្នាបីត្រកងរាជកុមារដាក់លើបុកស្បុកដង្ហែទៅកាន់រាជធានីរាជកុមារសូរវង្សនឹកអាល័យវរវង្សជាប្អូនខ្លាំងណាស់បានសុំពួកមន្ត្រីទាំងនោះយកប្អូនទៅជាមួយផងតែគេពុំព្រមលុះទៅដល់ព្រះនគរក៏រៀបចំអភិសេករាជកុមារសូរវង្សជាមួយព្រះនាងសបុប្ផាជាបុត្រីអតីតព្រះមហាក្សត្រនគរនេះនឹងថ្វាយរាជ្យជាមហាក្សត្រដោយសុខសាន្តចំណែករាជកុមារវរវង្សពេលភ្ញាក់ឡើងរកបងពុំឃើញទ្រង់យំយ៉ែកស្រែកហៅពេញព្រៃតែមិនឃើញសោះរាជកុមារអស់សង្ឃឹមក៏យាងកាត់ព្រៃតាមដានជើងដំរីរហូតដល់រាជវាំងព្រះរាមក៏សុំអ្នកយាមទ្វារចូលទៅតាមរកតែអ្នកយាមមិនអនុញ្ញាតឲ្យរាជកុមារក៏គេចចេញធ្វើដំណើរផ្សងព្រេងបន្តទៅទៀតលុះដើរកាត់ព្រៃអស់រយៈពេល5ថ្ងៃ5យប់បានទៅដល់ផ្ទះដូនចាស់ម្នាក់នៅក្បែរវាំងព្រះរាជាព្រះនាមថរនិតក្នុងនគរមួយហើយសុំដូនចាស់នោះស្នាក់នៅបានមួយយប់ពេលនោះដូនចាស់បានឃើញព្រះទម្រង់របស់រាជកុមារក៏នឹកស្មានថាកុមារនេះជាចៅលួចយកព្រះរាជទ្រព្យក៏ចូលទៅទូលព្រះរាជាជ្រាបហើយទ្រង់ពិរោធយ៉ាងខ្លាំងបានបញ្ជាឲ្យសេនាចាប់រាជកុមារចងយកទៅសួរចម្លើយទោះបីរាជកុមារឆ្លើយប្រាប់ថាព្រះទម្រង់នេះជាគេដំណើរពីព្រះមេដារបស់ព្រះអង្គក៏ដោយក៏នៅតែចោទរាជកុមារថាជាចោរហើយយកទៅដាក់ទ្រង់ដែកយ៉ាងសែនលំបាកថ្ងៃមួយស្ដេចថរនិតមានប្រាថ្នាយាងទៅនគរជ័យបុរីតាមសំណុំពររបស់ស្ដេចសោទត្តជាមិត្តព្រះអង្គបានបញ្ជាឲ្យសេវកាមាត្យរុញសំពៅទម្លាក់ទឹកដើម្បីជាព្រះទីនាងក្នុងដំណើរនេះពួកសេវកាមាត្យរុញសំពៅពុំរួចក៏ប្រកាសរកអ្នកខ្លាំងពូកែដើម្បីរុញសំពៅចុះទឹកព្រះកុមារវរវង្សដែលនៅក្នុងទ្រុងដែកក៏ទទួលធានាខ្លួនរុញសំពៅនៅក្នុងពេលនោះព្រះរាជាទ្រង់សន្យាថាបើឯងរុញសំពៅនោះរួចមែនយើងនឹងដោះលែងឯងហើយប្រទានរង្វាន់យ៉ាងច្រើនទៀនដោយបុណ្យវាសនាពីព្រេងនាយរាជកុមារវរវង្សក៏រុញសំពៅចុះទឹកបានដោយធូរព្រះរាជាទ្រង់យាងចេញដំណើរឆ្ពោះទៅនគរជ័យបុរីដោយយកទៀងរាជកុមារវរវង្សនិងព្រះនាងកេសកេសីជារាជបុត្រីព្រមទាំងសេវកាមាត្យទៅជាមួយផងទៅដល់នគរជ័យបុរីព្រះអង្គបញ្ជាឲ្យសេវកាមាត្យបោះព្រះពន្លានៅក្បែរព្រះរាជវាំងព្រះបាទសោទត្តហើយព្រះអង្គយាងចូលទៅប្រស្រ័យជាមួយព្រះបាទសោទត្តនៅខាងក្នុងព្រះបរមរាជវាំងរីឯព្រះនាងកេសកេសីទ្រង់ផ្ទុំលុនៅក្នុងរាត្រីបានយល់សប្តិឃើញតាចាស់ម្នាក់មកប្រាប់ថាព្រះកុមារវរវង្សនេះហើយជាព្រះស្វាមីពីជាតិមុនពេលនោះព្រះនាងភ្ញាក់ឡើងចេះតែនឹកមមីចំពោះរាជកុមាររហូតដល់មានចិត្តស្រឡាញ់គ្នាទៅវិញទៅមកចំណែកព្រះបាទថរនិតជាព្រះបិតាក្រោយពីបានជជែកពិគ្រោះជាមួយនឹងព្រះបាទសោទត្តរួចមកទើបទ្រង់ជ្រាបថាមានយក្សកំណាចបានចូលមកនៅក្នុងវាំងហើយថែមទាំងដេញកំចាត់អារក្សដែលយាមនៅទីនោះរត់ខ្ចាត់ខ្ចាយហើយប្រាថ្នាស៊ីសាច់ស្ដេចសោទត្តទៀតផងឥឡូវនេះយក្សកំណាចវាបានចូលទៅពូនសំងំនៅក្នុងគុហាជាកន្លែងរបស់អារក្សដែលយាមនៅទីនោះព្រះបាទថរនិត
ទ្រង់សេញជើងគិតរកមធ្យោបាយដើម្បីកំចាត់យក្សកំណាចនោះចេញទើបទ្រង់ឲ្យអ្នកបម្រើទៅហៅរាជកុមារវរវង្សមកប្រាប់រឿងរ៉ាវនោះហើយព្រះអង្គសូមឲ្យរាជកុមារទៅសម្លាប់យក្សនោះបើសម្លាប់បានព្រះអង្គនឹងឲ្យរង្វាន់រាជកុមារទទួលតាមព្រះរាជបញ្ជាប៉ុន្តែកុំឲ្យយក្សស្គាល់ថាជាមនុស្សធម្មតារាជកុមារវរវង្សបានសុំគ្រឿងព្រះខ័នរាជរបស់ស្ដេចសោទត្តមកប្រដាប់តុបតែងព្រះអង្គដោយស្ដេចសោទត្តពិតមែនហើយចូលទៅប្រយុទ្ធជាមួយយក្សនៅក្នុងគុហាលុះត្រាតែយក្សបាត់បង់ជីវិតនៅក្នុងគ្រានោះទៅព្រះបាទធរណិតកាលទ្រង់បានឃើញរាជកុមារវរវង្សខ្លាំងពូកែមានឫទ្ធិអំណាចដូច្នោះក៏លើកព្រះនាងកេសកេសីឲ្យជាមហេសីហើយប្រគល់រាជសម្បត្តិឲ្យសោយរាជជំនួសព្រះអង្គឯស្ដេចសោទត្តឃើញរាជកុមារសម្លាប់យក្សបានដូច្នោះហើយទ្រង់យល់ថាគឺជាការជួយព្រះអង្គឲ្យរួចចាកភយន្តរាយដល់អាយុជីវិតហើយក៏លើកព្រះនាងវរវតីជារាជបុត្រីផ្សំជាអគ្គជាយាហើយប្រគល់រាជសម្បត្តិឲ្យគ្រប់គ្រងនគរជ័យបុរីទាំងមូលនៅក្នុងពេលនោះទៅព្រះរាជកុមារវរវង្សត្រូវសោយរាជនគរ2ហើយមានមហេសី2អង្គដែរគឺព្រះនាងកេសកេសីនិងព្រះនាងវរវតីហើយនៅរួមរយៈជាសុខសាន្តនានគរជ័យបុរីនោះចំណែកឯអារ្យដែលធ្លាប់តែរក្សានគរជ័យបុរីបានភៀសខ្លួនចេញនៅក្នុងពេលដែលយក្សចូលមករុករាននោះកាលបើបានដឹងថាយក្សត្រូវស្លាប់ដោយសារស្នាដៃព្រះរាជកុមារវរវង្សហើយក៏ត្រឡប់ចូលមករក្សានគរជ័យបុរីវិញថែមទាំងបាននាំមកថ្វាយព្រះចៅវរវង្សមហាក្សត្រថ្មីនៅកែវមណីរ័ត្នដែលអាចគ្រវីហោះហើរបាននៅក្នុងពេលនោះដែរកាលដែលព្រះនាងកេសកេសីទ្រង់គល់បាន3ខែព្រះបាទវរវង្សនឹកចង់ទៅលេងនគរព្រះបិតាតាមបណ្ដាំព្រះមេដាដែលផ្ដាំថាគម្រប់10ឆ្នាំឲ្យវិលចូលនគរវិញព្រះអង្គក៏លាបិតាក្មេកធ្វើដំណើរទៅព្រះនាងកេសកេសីបានសុំទៅជាមួយដែរព្រះបាទវរវង្សនាំព្រះនាងកេសកេសីគ្រវីកែវមណីរ័ត្នហោះទៅលុះដល់អាស្រមឥសីក៏ចុះសម្រាកហើយដើរកំសាន្តជាមួយព្រះនាងពេលនោះឥសីបានលួចកែវមណីរ័ត្នហោះទៅលេងកំសាន្តលើអាកាសដោយត្រូវខ្យល់ខ្លាំងពេកឥសីក៏ដាច់ក្បាលធ្លាក់ស្លាប់ទៅឯកែវមណីរ័ត្នធ្លាក់ទៅក្នុងគុនពើបុរីជានគរព្រះរាមពុសេវកាមាត្យបានរើសកែវមណីនោះយកទៅថ្វាយព្រះបាទសូរវង្សនៅក្នុងពេលនោះភ្លាមព្រះបាទវរវង្សនិងព្រះនាងកេសកេសីកាលទ្រង់ជ្រាបថាឥសីបានលួចកែវមណីរ័ត្នហោះបាត់ទៅហើយនោះទ្រង់ទាំងពីរព្រះអង្គបន្តដំណើរទៅមុខឆ្ពោះទៅនគរព្រះមេដាព្រះបិតាដោយព្រះបាទទាព្រះរាជដំណើរនោះប្រកបដោយគ្រោះថ្នាក់ឧបសគ្គច្រើនយ៉ាងណាស់រហូតបានទៅជួបព្រះរាមគឺព្រះបាទសូរវង្សតមកព្រះកុមារទាំងពីរបានសម្រេចព្រះទ័យយាងទៅនគរដើមតាមបណ្ដាំព្រះមេដាលុះធ្វើដំណើរទៅដល់នគរក្រសន់ជានគរបិតាស្ដេចទាំងពីរអង្គបានបោះទ័ពប្រុងប្រៀបព័ទ្ធនគរនោះចំណែកព្រះបាទសូរិយាជាព្រះបិតាក្រោយដែលបានបញ្ជាឲ្យពេជ្ឈឃាតនាំព្រះរាជកុមារទាំងពីរទៅសម្លាប់នោះបានយកព្រះនាងវង្សធ្យាទៅដាក់ឃុំឃាំងក្នុងទ្រូងដែកដោយចោទថាជាស្រីខូចហើយប្រគល់រាជសម្បត្តិឲ្យព្រះរាជកុមារវៃវង្សាសោយរាជស្នងព្រះអង្គកាលបើបានដឹងថាមានទ័ពសត្រូវចូលមកព័ទ្ធនគរហើយព្រះបាទវៃវង្សាភ័យញាប់ញ័រខ្លាំងណាស់ឯព្រះបាទវរវង្សបានឲ្យរាជបម្រើទៅថ្វាយដំណឹងដល់ព្រះបាទវៃវង្សាថាត្រូវឲ្យនគរនេះមកយើងបើមិនឲ្យទេនឹងត្រូវច្បាំងគ្នាព្រះបាទវៃវង្សាឆ្លើយតបថាយើងមិនខ្លាចទេបើចៅវាយអ្នកឯងចង់បាននគរយើងនោះយើងព្រមឲ្យតែឲ្យស្ដេចអ្នកឯងព្រមជួលដំរីជាមួយនឹងដំរីយើងបើយើងចាញ់យើងនឹងឲ្យនគរនេះបើយើងឈ្នះវិញយើងសូមនៅសោយរាជនគរនេះតែប៉ុណ្ណោះ
ព្រះរាជបម្រើត្រឡប់មកវិញទូលព្រះបាទវរវង្សតាមដំណើរព្រះបាទវរវង្សក៏ព្រមតាមបំណងលុះចូលប្រយុទ្ធត្រូវព្រះបាទវរវង្សសូរវង្សព្រមទាំងពួកពលដំរីសម្លាប់ស្ដេចវៃវង្សានិងពលដំរីស្លាប់អស់ទៅព្រះបាទសូរិយាជាព្រះបិតាភ័យណាស់ដោយព្រះរាជបុត្រត្រូវចាញ់សង្គ្រាមក៏ចូលខ្លួនទៅសារភាពសូមចុះចាញ់រឿងបុរសកំជិលមានប្រពន្ធគ្រប់លក្ខមានរឿងព្រេងមួយដំណាលថាមានបុរសកំជិលម្នាក់មានប្រពន្ធគ្រប់លក្ខមានកិរិយាមាយាទល្អគោរពប្រណិប័តប្តីតាំងពីបានគ្នាជាប្តីប្រពន្ធមកបុរសកំជិលចេះតែពីដេកដល់ក្លៀនបាយបានក្រោកឡើងស៊ីរួចដេកទៅវិញសំបីថ្នាំជក់ក៏ឲ្យប្រពន្ធមូឲ្យដែរប្រពន្ធជាមនុស្សគោរពប្រណិប័តប្តីមិនមានពាក្យអាក្រក់ទៅលើប្តីសោះឡើយលើកបាយទឹកនិងរបស់អ្វីគ្រប់យ៉ាងឲ្យប្តីសុទ្ធតែសំពះដល់យូរទៅមានសេចក្តីក្រីក្រខ្លាំងណាស់នាងនោះរកអ្វីចិញ្ចឹមពុំបានសោះហើយថ្ងៃមួយនាងរៀបស្លា5ម៉ាត់បារី5ដើមចូលទៅក្រាបសំពះប្តីថាខ្ញុំសុំទោសអ្នកប្តីត្បិតយើងសពថ្ងៃក្រីក្រណាស់យើងមិនបានរកស៊ីគ្មានអ្វីទទួលទានទេសូមឲ្យអ្នកទៅកាប់ឈើធ្វើនឹងគល់រនាស់ធ្វើស្រែនឹងគេត្បិតដល់រដូវធ្វើស្រែហើយប្តីថាបើដូច្នេះឲ្យនាងដាំបាយវិចជាសំណុំចោះប្តីនឹងទៅរកកាប់ឈើធ្វើនឹងគល់រនាស់ប្រពន្ធក្រោកពីយប់ដាំបាយវិចជាកញ្ចប់មានទាំងដឹងពូថៅផងបុរសកំជិលដេកទាល់តែថ្ងៃរះប្រពន្ធពុំហ៊ានដាស់ចាំឲ្យក្រោកខ្លួនឯងដល់ក្រោកហើយប្រពន្ធដងទឹកឲ្យលុបមុខរួចស្រេចនាងក៏ហុចស្លាបារីទៅឲ្យប្តីនិងបាយកញ្ចប់ព្រមទាំងគ្រឿងប្រដាប់បុរសនោះក៏ចុះពីលើផ្ទះទៅចូលក្នុងព្រៃរកឈើឃើញឈើមួយដើមមែកសាខាម្លប់ត្រជាក់ក៏ដាក់បាយសំណុំដឹងពូថៅហើយដេកកងអន្ទាក់ខ្លាមើលទៅលើនិយាយតែម្នាក់ឯងថាមែកនេះត្រូវធ្វើជាភ្នៀងនឹងគាល់មែកនេះត្រូវធ្វើជាយាមមែកនេះត្រូវធ្វើជានឹមមែកនេះត្រូវធ្វើជារនាស់គ្រាន់តែដេកថាប៉ុណ្ណឹងពេលក្លៀនបាយក្រោកឡើងស្រែបាយសំណុំស៊ីរួចដេកថាដូចមុនទៀតថ្ងៃរសៀលត្រឡប់មកផ្ទះវិញប្រពន្ធឃើញរត់ទទួលយកប្រដាប់នាំប្តីឡើងលើផ្ទះយកទឹកលាងជើងឲ្យប្តីហើយសួរថាអ្នកទៅបានការដូចម្ដេចខ្លះប្តីថាមិនទាន់បានទេនាងចាំស្អែកបានទៅទៀតព្រឹកឡើងប្រពន្ធរៀបចំដូចមុនបុរសនោះក៏ចេញទៅទៀតដល់កន្លែងដើមឈើនោះរុក្ខទេវតាអាស្រ័យនៅទីនោះឮបុរសកំជិលថាដូច្នេះក៏ភ័យខ្លាចលំនៅនោះរកកន្លែងនៅគ្មានក៏គិតគ្នាតាមទៅវាសម្លាប់បុរសកំជិលនោះឲ្យស្លាប់នៅមាត់ជណ្ដើរផ្ទះកុំឲ្យវាមកកាប់ឈើនេះបានបុរសនោះក៏ត្រឡប់មកផ្ទះវិញរុក្ខទេវតាតាមមកដល់មាត់របងឃើញប្រពន្ធរត់ទៅទទួលប្តីដល់មាត់ជណ្ដើរយកទឹកលាងជើងឲ្យប្តីដោយសេរីសួស្តីប្រពន្ធនោះទេវតាចូលមិនចោះមិនហ៊ានវាយបុរសនោះក៏រួចពីមហន្តរាយក៏ឡើងទៅលើផ្ទះប្រពន្ធសួរនិយាយដូចមុនទៀតថាបានសពគ្រប់អស់ហើយព្រឹកនេះនឹងទៅកាប់ទេវតាភ័យណាស់ថាបុរសនោះមកជាទៅកាប់ឈើព្រឹកនេះក៏នាំគ្នាមកនិយាយអង្វរថាសូមកុំកាប់ឈើនោះទេវតាភ័យណាស់ក៏គិតគ្នានិយាយសោកប្រាប់ទីកន្លែងកំណប់មាសប្រាក់ឲ្យបុរសសួរថាឲ្យកំណប់ប៉ុន្មានកន្លែងទេវតាថា2កន្លែងបុរសថាមិនព្រមទេ3-4កន្លែងបានព្រមហើយឲ្យដាក់ឈើសម្គាល់ឲ្យផងទេវតាក៏ព្រមធ្វើតាមកុំឲ្យតែកាប់ឈើនោះបុរសថាបើដូច្នោះខ្ញុំលែងកាប់ហើយតែព្រឹកនេះខ្ញុំទៅគាស់កំណប់នោះហើយទេវតាថាទៅចុះខ្ញុំដោតឈើសម្គាល់ឲ្យព្រឹកឡើងប្តីប្រពន្ធនាំគ្នាទៅគាស់កំណប់ដែលទេវតាឲ្យក្នុងមួយកំណប់ជញ្ជូន3ថ្ងៃ2នាក់ប្តីប្រពន្ធសុទ្ធតែមាសនិងប្រាក់ចាក់កោពេញផ្ទះនាងនោះក៏រៀបចំដាក់ហឹបដាក់ឡាំងមិនឲ្យអ្នកណាឃើញឡើយហ
ហើយក៏ជួលជាងធ្វើជាប្រដាប់លក់ជាចំនួនរឹតតែមានឡើងបានជាសេដ្ឋីមានមនុស្សកកកមូលមកពឹងពាក់ជាច្រើនរាប់មិនអស់